នៅកណ្ដាលយប់វេលាម៉ោងប្រហែលជា11កន្លះយប់នៅពេលដែលនីឡុកកំពុងតែអង្គុយនៅលើថ្នាក់នោះក៏ស្រាប់តែមានពន្លឺព្រាយប្រហែលជា2ទៅ3ក្បាលបានហោះកាត់ទៅមកនៅខាងមុខថ្នាក់នោះកាលដែលឃើញបែបនេះក៏នីឡុកមិនសូវជាភ័យប៉ុន្មាននោះដែរក៏ដោយសារតែរឿងនេះគេធ្លាប់ជួបពីមុនមកដែរបានបន្តិចក្រោយមកព្រាយទាំងប៉ុន្មានក្បាលនោះក៏បានហោះទៅវិញបាត់ទៅនីឡុកក៏មានអារម្មណ៍ថាធូរចិត្តបន្តិចលោកតាដេតក៏បានកេះកៃគ្របកំភ្លើងអាគមរបស់គាត់មួយគ្រាប់តម្រង់ទៅកាន់ក្បាលរបស់វាគ្រាប់កំភ្លើងនោះបានហោះទៅទម្លុះក្បាលរបស់សត្វជ្រូកព្រៃមួយក្បាលនោះបន្ទាប់ពីត្រូវមួយគ្រាប់អាគមរបស់លោកតាដេតហើយព្រាយជ្រូកព្រៃមួយក្បាលនោះវាក៏បានងាប់នៅទីកន្លែងនោះទៅលោកតាដេតគាត់គឺជាព្រានព្រៃជើងចាស់ម្នាក់តាំងពីគាត់មិនទាន់មានប្រពន្ធមកម្លេះឥឡូវនេះគាត់មានអាយុ60ឆ្នាំទៅហើយប៉ុន្តែគាត់ក៏នៅតែចូលចិត្តចូលព្រៃប្រមាញ់សត្វជាធម្មតានោះទេអ្វីត្បិតអីតែគាត់ចាស់តែអាយុមែនប៉ុន្តែរូបរាងកាយរបស់គាត់គឺនៅមាំមួននៅឡើយទេនេះគឺដោយសារតែគាត់តែងតែបរិភោគនៅថ្នាំឫសឈើបុរាណខ្មែរជាប្រចាំលោកតាដេតគាត់ចូលចិត្តទៅប្រមាញ់សត្វនៅក្នុងព្រៃដើម្បីយកសាច់សត្វនោះឲ្យប្រពន្ធរបស់គាត់ប្រឡាក់ធ្វើជាសាច់ងៀតដើម្បីយកទៅលក់ឲ្យអ្នកភូមិទាំងអស់នោះនៅថ្ងៃមួយគាត់ក៏បានសួរទៅកាន់ប្រពន្ធរបស់គាត់ថាឯងចិត្តអស់សាច់ហើយឬនៅនឹងចាពុកវាសាច់ចិត្តអស់ទៅហើយបើគិតដល់ល្ងាចនេះប្រហែលជាអស់ហើយព្រោះលោកបងសំនៅឯចុងភូមិឯណោះគាត់នឹងយកសាច់បង្ហើយនៅល្ងាចនេះហើយនៅសល់តែសាច់ប្រះបន្តិចបន្តួចតែប៉ុណ្ណោះ